បងអូនទាំងអស់គ្នាឃើញក្បាលវីដេអូបងប្អូនទាយមើលថាថ្ងៃនេះនឹងខ្ញុំមកធ្វើម្ហូបអីទៀតហើយជម្រាបសួរសួស្តីបងប្អូនទាំងអស់គ្នាថ្ងៃនេះនាំបងប្អូនទាំងអស់គ្នាមកធ្វើគោដុតបន្ទះដែកដែលមានរសជាតិឈ្ងុយឆ្ងាញ់បងប្អូនកុំឲ្យខាតពេលយូរយើងទៅមើលគ្រឿងផ្សំទាំងអស់គ្នាចំពោះគ្រឿងផ្សំនាងខ្ញុំមានខ្ទឹមបារាំងមានសាច់គោចំនួន1ខាំរួចហើយនាងខ្ញុំយកសាច់គោមកប្រឡាក់អំបិល1ចាបស្ករស1ចុងស្លាបព្រាបាយទឹកត្រី1ចុងស្លាបព្រាកាហ្វេម្ទេសកន្លះស្លាបព្រាបាយពួកគ្រឿងបងប្អូនថែមថយតាមចំណង់ចំណូលចិត្តរបស់បងប្អូនទាំងអស់គ្នាបន្ទាប់មកនាងខ្ញុំបានដាក់ទឹកប៉េងប៉ោះ1ចុងស្លាបព្រាបាយចូលរួចហើយនាងខ្ញុំបានដាក់ទឹកប្រេងខ្យង1ស្លាបព្រាកាហ្វេចូលឃើញថាគ្រឿងរបស់យើងដាក់រួចរាល់ហើយនាងខ្ញុំក៏បានកូរសាច់គោរបស់យើងឲ្យចូលសព្វជាមួយនឹងគ្រឿងបានល្អសិនមកបន្ទាប់មកនាងខ្ញុំដាក់គ្រឿងសាតេ1ចុងស្លាបព្រាបាយចូលហើយកូរគ្រឿងសាតេឲ្យចូលសព្វជាមួយនឹងសាច់គោបានល្អសិនមកឃើញថាគ្រឿងចូលសព្វបានល្អហើយនាងខ្ញុំបានដាក់ជាមួយនឹងខ្ទឹមស1ចុងស្លាបព្រាបាយចូលខ្ទឹមសឲ្យចូលសព្វជាមួយនឹងសាច់គោរួចហើយនាងខ្ញុំបានដាក់ជាមួយនឹងម្សៅឆា1ចុងស្លាបព្រាបាយចូលទឹកស5ស្លាបព្រាបាយបើសិនជាបងប្អូនមានទឹកស៊ុបដាក់ទឹកស៊ុបកាន់តែមានរសជាតិឆ្ងាញ់រួចហើយកូរច្បល់សាច់គោឲ្យចូលសព្វជាមួយនឹងគ្រឿងបានល្អសិនមកឃើញថាសាច់គោរបស់យើងចូលសព្វគ្រឿងល្អហើយនាងខ្ញុំបានគ្របទុករយៈពេល10នាទីសិនអញ្ចឹងយើងយកក្រោបមកគ្របទុកក្នុងទូទឹកកកសិនមក10នាទីហើយនាងខ្ញុំបានយកមកឆានាងខ្ញុំដាក់ខ្ទះដាក់ប្រេងអូលីវបន្តិចហើយយើងទុកប្រេងអូលីវឲ្យក្តៅសិនមកឃើញថាប្រេងអូលីវក្តៅហើយនាងខ្ញុំបានដាក់សាច់គោចូលយើងចាក់សាច់គោចូលហើយនាងខ្ញុំឆាបន្តិចអត់ឲ្យឆ្អិនពេកទេណាបងប្អូនទាំងអស់គ្នាប៉ុន្តែយើងឲ្យទឹកសាច់គោនឹងឡើងរៀងខាប់បន្តិចនាងខ្ញុំបានដាក់ខ្ទឹមបារាំងចូលយើងឆាខ្ទឹមបារាំង2-3ត្រឡប់ទៀតសិនមកអញ្ចឹងចំពោះខ្ទឹមបារាំងដូចគ្នាអត់ឲ្យរលួយទេគឺយើងឆាប៉ុណ្ណឹងគឺបានហើយនាងខ្ញុំបានវេសាច់គោមកមួយខាងដើម្បីយើងដាក់ពងមាន់ចូលចំពោះពងមាន់គឺនាងខ្ញុំដាក់2គ្រាប់ពងមាន់គឺយើងដាក់ចឹងមកបងប្អូនទាំងអស់គ្នាហើយយើងយកជាប់ភ្នៅมันឆ្ងាញ់តែបើសិនជាបងប្អូនចូលចិត្តឆ្អិនយកឆ្អិនក៏បានដែរនេះឃើញថាពងមាន់របស់យើងឆ្អិនហើយសាច់គោរបស់យើងក៏ឆ្អិនដែរនាងខ្ញុំក៏បានបិទភ្លើងតែម្ដងបងប្អូនមានស្លឹកខ្ទឹមដាក់ស្លឹកខ្ទឹមទៅលើទៀតមកកាន់តែមានរសជាតិឈ្ងុយតែដោយសារនាងខ្ញុំអត់មានឥឡូវនេះឃើញថាគោដុតបន្ទះដែរឆ្អិនហើយបងប្អូនទាំងអស់គ្នារសជាតិវិញមិននិយាយទេគឺថា10លើ10ហ្មងបងប្អូនអាចសាកធ្វើញ៉ាំបានទាំងអស់គ្នានាងខ្ញុំធានាថារសជាតិគឺឆ្ងាញ់បងប្អូនធ្វើហាត់ខប់បំណងទេអ្វីដែលសំខាន់គឺថាលឿនតែមួយផ្លែតទេគឺយើងបានញ៉ាំហើយបងប្អូនទាំងអស់គ្នាអត់ចំណាយពេលយូរទេអរគុណបងប្អូនដែលបានតាមដានវីដេអូនេះខ្ញុំតាំងពីដើមរហូតដល់ចប់